ជីនហ៊ឺខួរក្បាលឯងពិតជាពូកែមែនតាំងពីឯងមកហាងតូចរបស់ខ្ញុំចំណេញទ្វេដងរៀបចំទុកដាក់និងបញ្ចេញទំនិញចំណេញជាងមុន 30% តែវាក៏ដល់កំណត់ដែររបស់អេចៃគឺជារបស់ដែលចំណេញតិចទោះជាកែច្នៃយ៉ាងណាក៏បានត្រឹមប៉ុណ្ណឹងប្រមូលក្រដាសកាតុង100គីឡូនិង1000គីឡូអត្រាចំណេញគឺប្រហាក់ប្រហែលគ្នាហត់នឿយណាស់ក៏បានត្រឹមប៉ុណ្ណឹងពឹងលើអេចៃចិញ្ចឹមអ្នកភូមិមួយភូមិគឺនៅឆ្ងាយណាស់ត្រូវតែរកផ្លូវចេញដែលធំជាងនេះឯងមានមហិច្ឆតាធំខ្ញុំដឹងតែបើឯងចង់ចិញ្ចឹមអ្នកភូមិមួយភូមិគ្រាន់តែពឹងលើការប្រមូលអេចៃគឺយឺតណាស់តិចណាស់សម័យនេះគ្មានទំនិញគ្មានផ្លូវចេញធ្វើអីក៏មិនកើតដែរថាម៉េចហៅកែខ្ញុំមានគំនិតមួយមិនមែនអេចៃទេនេះគឺផ្សិតព្រៃតើបានមកពីណាភូមិយើងគឺសម្បូររបស់ធម្មជាតិអ្នកក្រុងដណ្ដើមគ្នាទិញរបស់ធម្មជាតិត្រូវហើយក្រុងកំពុងខ្វះរបស់ធម្មជាតិចំណេញខ្ពស់ជាង10ដងឲ្យតែមានទំនិញខ្ញុំមកទាំងអស់ទំនិញមានរហូតផ្លូវចេញមានខ្ញុំនឹងនាំអ្នកភូមិទាំងអស់ធ្វើជីងហ៊ឺធ្វើបានសម្រេចអាចនាំអ្នកភូមិទាំងអស់ឲ្យមានបានអញ្ចឹងផ្លូវមួយនេះខ្ញុំត្រូវតែដើរឲ្យដល់មុខរបរអេចៃគឺជាជំហានដំបូងរបស់ខ្ញុំរបស់ព្រៃគឺជាផ្លូវចេញពិតប្រាកដតែខ្ញុំនាំអ្នកភូមិទាំងអស់ឲ្យមានបានក្រៅពីស្បៀងអាហារសល់ប៉ុន្មានចែកគ្នាមិនគ្រប់ទេបងស្រីខ្ញុំនឹងរកវិធីគាត់បោកយើងប៉ុន្មានដងហើយប្រទេសខូចហើយខ្ញុំមិនស្រួលទេបងស្រីនិយាយថាយ៉ាងយូរ3ថ្ងៃនឹងត្រឡប់មកវិញថ្ងៃនេះជាថ្ងៃទី2ហើយថ្ងៃស្អែកច្បាស់ជាត្រឡប់មកវិញគាត់និយាយម៉ាត់ណាម៉ាត់នឹងអាឡូថៅកែលីខ្ញុំថៅកែវាងតើមានការអីកន្លែងអេតចៃឯងនៅបើកទេបើកតើតែថ្ងៃនេះមិននិយាយរឿងអេតចៃទេខ្ញុំមានរបស់ព្រៃសុទ្ធល្អមួយចំនួនគ្មានជាតិគីមីគ្មានការចិញ្ចឹមគុណភាពល្អឯងដណ្ដើមមិនបានទេយកអត់របស់ព្រៃសុទ្ធមានគំរូទេខ្ញុំទៅមើលទុកចិត្តចុះផ្សិតថ្នាំបុរាណបន្លែព្រៃខ្ញុំទុកឯងសម្រេចហើយឲ្យតែទំនិញល្អផ្លូវចេញគឺស្រួលផ្លូវចេញមានហើយត្រូវប្រញាប់ត្រឡប់ទៅភូមិវិញរៀបចំអ្នកភូមិចូលភ្នំបេះបងស្រីមានដំណឹងទេផ្លូវចេញចរចារួចហើយផ្សិតថ្នាំបុរាណយកទាំងអស់តម្លៃខ្ពស់ទៅឲ្យអ្នកភូមិទាំងអស់មករបស់ព្រៃក្នុងភ្នំពិតជាលក់បានលុយមែនពិតមែនតែគុណភាពត្រូវតែល្អមិនអាចមានដីត្រូវហាលឲ្យស្ងួតអ្នកទាំងអស់គ្នាមើលនេះជារូបថតគំរូដែលខ្ញុំថតនៅទីនោះថតបានដូចមែនទេអញ្ចឹងអតិថិជននៅទីនោះចង់បានបែបនេះចាប់ពីថ្ងៃស្អែកទៅប្អូនទី2ឯងនាំគេទៅបេះភ្នំខាងត្បូងសម្បូរផ្សិតភ្នំខាងលិចសម្បូរថ្នាំបុរាណបាទផ្លូវខ្ញុំស្គាល់ខាងត្បូងសម្បូរផ្សិតខាងលិចសម្បូរថ្នាំបុរាណ